ណាយ៉ាងហោចណាស់អាចចំណេញបាត់ពេលដងឯងជាមនុស្សស្រីហាមាត់សុទ្ធតែលុយតើឯងដឹងថាចាប់តាំងពីថ្ងៃមុនពុកឯងក៏ចាប់ផ្ដើមរៀបចំពិធីពេញវ័យឲ្យឯងហើយឯងមើលចាស់ខ្លួនប្រាំខ្មៅអស់ហើយឆាប់ឡើងទៅឆាប់ទៅលៀងខ្លួនទៅឲ្យលឿនឡើងឆាប់ទៅចាឆាប់ភ្លាមណាកិច្ចពីពួកយើងទៀតហ៎មានអ្វីដែលមិនអាចមើលបានទេបងស្រីបងវិញហើយបងមើលគឺត្រូវរង្វាន់បន្តិចខ្មាស់គេណាបងស្រីអីតើអញទៅវាយគ្នាជាមួយអ្នកណាទៀតហើយចៅប្រុសរបស់លោកសថៃសុនមុខជ្រូកដូចខ្លាឃ្មុំគេថាគ្រួសារលួយយើងគឺគ្មានសិទ្ធិគ្មានអំណាចគឺជាសថៃស្រុកស្រែម្នាក់ខ្ញុំចូលទៅក៏វាយគ្នាគេនិយាយអញស្ដាប់ចោលទៅគឺបានហើយមិនបាច់ទុំនៅក្នុងចិត្តទេណាត្រូវតែនៅក្នុងចិត្តបងស្រីអប់រំអញឲ្យមិនខ្លាំងគេមិនបំពេញខ្ញុំមិនបំពេញគេតែបើគេបំពេញខ្ញុំសងទ្វេដងអានយ៉ាងតើគេនរណាដែលបង្រៀនប្អូនប្រុសឲ្យដូចជាអញចឹងទៅអាអ៊ីងគឺជាកូនប្រុសតែម្នាក់គាត់របស់គ្រួសារម៉ែកូនប្រុសគឺគាត់តែលុតដំវាយគ្នាបន្តិចទៅអាចធំធាត់បានបើពេលធំឡើងខ្លាចទៅជាអ្នកប្រាបាសាំកោរឿងគិតយ៉ាងម៉េចតាំងមែនទេឯងអានយ៉ាងមកវិញហើយហ៎បងស្រីម៉ាក់ធំអាអ៊ីងមានកំណាត់មែនបងស្រីធំគាត់ទៅអាអ៊ីងអញទៅណាននឹងបងស្រីបងមើលអាអ៊ីងចុះរាល់ថ្ងៃរត់ទៅក្នុងសំណាក់ក្បាច់គុនក៏មិនចូលចិត្តរៀនសូត្រដែរសូម្បីតែបញ្ជីក៏មិនចេះគិតថ្ងៃក្រោយអាចមានកំណត់អ្វីទៅមិនអីទេណាម៉ែទី2ຕົកចិត្តចុះអាអ៊ីងនិយាយឲ្យពេលធំឡើងចង់ធ្វើចំណេះតបធំមានឆន្ទៈយ៉ាងនេះមិនអាចត្រូវគេកាយកប់បានទេម្យ៉ាងទៀតក្រែងគ្រួសារលូនមានខ្ញុំទៀតអីបងស្រីឈ្មោះក្អប់អស់មិនតន់ជាទៀតប្រហែលថ្ងៃមុនបានធូរច្រើនហើយថ្មីនេះក៏មិនដឹងថាយ៉ាងម៉េចដែរប្រហែលជាផ្ដាសាយបន្តិចហើយមិនអីទេណាបងស្រីអញ្ចឹងខ្ញុំគ្រាបបងចូលក្នុងសំណាក់ចុះអានយ៉ាងឯងទៅតែមកវិញក៏នៅហត់ដែរជប់នេះក៏ត្រូវឆាប់ងូតទឹកចូលសម្រាកពិធីដេញវៃនៅថ្ងៃស្អែកនឹងនៅហត់ខ្លាំងណាស់ល្អអញ្ចឹងម៉ែទី2ខ្ញុំទៅវិញហើយម៉ែក៏ត្រូវសម្រាកដែរម៉ាសម្រាប់ឲ្យបានល្អណាស់តែយាយឡើងស៊ីម៉ាក់ធំតទៅអ្នកនាងសម្លៀកបំពាក់បបការជោគមេសនេះតែលោកស្រីទី2រៀបចំឲ្យនោះគឺពិតជាល្អណាស់បន្តិចទៀតអ្នកនាងប្រកាសជាលេចធ្លោហើយម៉ែថ្ងៃនេះម៉ែខ្ញុំអាចចូលរួមក្នុងពិធីបុណ្យកំណត់របស់ខ្ញុំដែរនោះគឺល្អហើយមករយៈពេលមុនសុខភាពធូរស្រាលឡើងហើយហេតុអីក៏ថ្ងៃនេះក៏អត់ខ្លាំងយ៉ាងនេះទៀតអញ្ចឹងជំងឺរបស់លោកស្រីក៏មិនមែនភ្លាមអាចជាសះស្បើយទេបានចេញគ្រូប៉ែទៅពិនិត្យរួចហើយគ្រូប៉ែនិយាយថាកំពុងផែអង្គុយតែសម្រាប់នៅក្នុងសំណាក់ល្អជាងiDrama HD ជិះផ្លូវតិចមើលសុំផ្លូវកុំកាំងផ្លូវខ្ញុំមើលយ៉ាងម៉េចហើយគំនូផ្លូវទឹកនគរតៅអ៊ីដែលព្រះបត្រាយកទៅនោះលូឈិញឈើគឺមានចំណូលចិត្តណាស់តែគេនិយាយថាធ្វើត្បិតតែគំនូផ្លូវទឹករបស់នគរចិត្តខាងល្អប៉ុន្តែកូនស្រីរបស់គេគឺចិត្តចេញទៅភាគខាងត្បូងពរិទ្ធផ្លូវទឹកថ្មីកូនស្រីគេនិយាយថាគំនូដែលអ្នកផ្សេងគូល្អយ៉ាងណាក៏មិនដូចជាផ្លូវដែលខ្លួនឯងធ្លាប់ដើរឆ្លងកាត់បន្តិចគ្រប់ជំហាននៅក្នុងចិត្តរបស់ខ្លួនឯងមើលទៅកូនស្រីរបស់គ្រួសារលូគឺពិតជាមានកំណត់វែងឆ្ងាយមែនយើងត្រូវទៅជួបអ្នកនាងលូម្នាក់នោះឲ្យបានម្ដងអ្នកនាងលូអ្នកនាងលូសួស្ដីបើក៏មិនទាន់មកដល់ទៀតអត់យកអត់មិនក៏ទើបតែមកដល់បងឆាប់ហាក់ខ្ញុំទៅអញមិនខ្ញុំបានតែមើលម៉ែមួយផ្លែតខ្ញុំមកដល់ហើយឆាប់ចាប់ផ្ដើមទៅល្អអ្នកទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃបុណ្យកម្លាំងកូនស្រីខ្ញុំអរគុណដែលអ្នកទាំងអស់គ្នាមកពីចម្ងាយស្រាពេងទី1នេះខ្ញុំសូមជូនដល់អ្នកទាំងអស់គ្នាលោកម្ចាស់សូមអើយស្រាពេងទី2នេះជូនភ្ញៀវកិត្តិយសរបស់សំណាក់អ្នកអង្គម្ចាស់ឈីងកូនស្រីខ្ញុំមានសំណាងសូមអរគុណអ្នកអង្គម្ចាស់លោកម្ចាស់លូគួរសំពេចហើយ
ស្លាកបញ្ជីត្រីមួយគូ មែន ក៏ចេះដែរ ត្រីមួយគូ ស្លាកបញ្ជីគូ មែន ផ្លាកបញ្ជាក្រៃមួយគូ ឆ្នាំនេះឯកអាយុ18ឆ្នាំតាមហេតុផលគូទៅរៀបចំពិធីពេញវ័យយូរហើយពុកក៏មិនដាច់ចិត្តឲ្យឯងរៀបការហើយនេះទើបពញាពេលមកដល់ពេលនេះស្លាកបញ្ជីត្រីមាសមួយគូនេះគឺទុកថានាំអំណោយ